ជម្រាបសួរនិងសួស្តីអ្នកនាងចឹងស្វាគមន៍ដល់មកកាន់វីដេអូថ្មីវីដេអូរៀនទិញទំនិញពីចិនក្នុងកម្មវិធី Taobao ចឹងចំណុចសំខាន់ដែលខ្ញុំនឹងនិយាយថ្ងៃហ្នឹងគឺទាក់ទងនឹងរឿងយើងទិញទំនិញក្នុងកម្មវិធី Taobao ក្នុងឆ្នាំ2021ជាពិសេសសម្រាប់អ្នកដែលដំបូងថ្មីថ្មោងចង់រៀនទិញទំនិញពីចិនឯងវីដេអូនេះសម្រាប់អ្នកនាងគឺខ្លីៗងាយៗស្រួលសម្រាប់អ្នកដែលចង់រៀនទិញថ្មីថ្មោងគាត់អាចមើលវីដេអូនេះបានចឹងខ្ញុំនឹងប្រាប់ពីរបៀបមួយជំហានទៅមួយជំហានដែលអ្នកអាចទិញទំនិញក្នុងកម្មវិធី Taobao ហ្នឹងដោយបានសម្រេចបានអាវ៉ាន់ហ្នឹងដឹកមកដល់ដៃអ្នកគ្នាអាចនិយាយថាអាវ៉ាន់មកដល់ដៃនៅឯប្រទេសកម្ពុជាចឹងហ្មងចឹងអូខេដោយសារតែឥឡូវវាមានជម្រើសច្រើនដោយសារតែការទិញទំនិញពី Taobao ហ្នឹងវាមានជម្រើសថាទិញតាម KA99 ទិញពេលណាដែលគេនិយាយទិញតាម KA99 តើតើជាមួយនឹងពេលណាដែលយើងទិញពីក្រុមហ៊ុនខាងកម្មវិធី Taobao ហ្នឹងគឺអត់មានក្រុមហ៊ុនដឹកជញ្ជូនណាឬក៏មានឈ្មោះកណ្ដាលណាទេគឺយើងទិញដាក់សារខាងខ្មែរខាង Taobao ផ្ទាល់ហ្នឹងគេនឹងដឹកជញ្ជូនរៀបចំអាវ៉ាន់ដឹកមកប្រទេសកម្ពុជាចឹងហ្មងប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការដែលយើងទិញទំនិញដោយប្រើប្រាស់ឈ្មោះកណ្ដាលឬក៏អ្នកដែលគាត់ដឹកជញ្ជូនប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងឬក៏និយាយមួយទៀតខ្ញុំប្រើប្រាស់នៅអាស័យដ្ឋានចិនដោយសារតែយើងត្រូវទិញទំនិញបំពេញអាស័យដ្ឋានចិនហ្នឹងគេដឹកទៅអាស័យដ្ឋានហ្នឹងរកមកក្រុមហ៊ុនដឹកជញ្ជូនណាជាម្ចាស់អាស័យដ្ឋានឃ្លាំងចិនហ្នឹងគាត់ដឹកទំនិញមកដល់យើងគាត់ហើយបានដឹកបន្តមកទៀតមកដល់ផ្ទះរបស់យើងអញ្ចឹងវាមានជំហានជាច្រើនក្នុងវីដេអូនេះសម្រាប់អ្នកដែលដំបូងថ្មីថ្មោងគាត់ចង់ហ៊ានទិញអាចមើលវីដេអូនេះបានចឹងអូខេដំបូងយើងមានកម្មវិធី Taobao អញ្ចឹងអ្នកអាចបង្កើត account Taobao ឥឡូវវាមានជម្រើសច្រើនដែលយើងអាចបង្កើត Taobao បានដូចជាតាម Gmail តាមលេខទូរស័ព្ទតាមវិធីសាស្ត្រជាច្រើនប៉ុន្តែដូចខ្ញុំនិយាយចឹងពេលខ្លះ account ខ្លះបង្កើតឲ្យអត់អាចប្រើបានយូរដោយសារវាមានបញ្ហាមួយចំនួនថាវា strict ខាង Taobao អញ្ចឹងអាចទៅមើលវីដេអូផ្សេងទៀតបានដែលខ្ញុំនិយាយតើតើធ្វើឲ្យ account Taobao យើងវា strong អាចប្រើបានយូរដោយសារយើងមានលក្ខខណ្ឌមួយចំនួនអញ្ចឹងបើចង់ឲ្យ safe អ្នកគ្នាអាចបង្កើត Gmail ហើយបង្កើតឬក៏បង្កើតលេខទូរស័ព្ទ connect ជាមួយនឹង Alipay អញ្ចឹងអានេះនៅក្នុង Taobao អ្នកគ្នាអាចអុសមើលប្រដាប់អ្នកគ្នាចង់ទិញបានពេលអញ្ចឹងនៅក្នុងកម្មវិធី Taobao អ្នកគ្នាអាចអុសមើលទៅលើប្រដាប់អ្នកគ្នាចង់ទិញអាចស្កែនជារូបភាពឬក៏វាយជាឈ្មោះប្រដាប់អ្នកគ្នាចង់ទិញអញ្ចឹងយើងអាចអុសមើលបានចូលគេដកទឹកមើលនេះចឹងអ្នកគ្នាអាចចុចមើលបានអ្នកគ្នាសារតែទីមួយយើងឃើញតាក់ទងមួយតម្លៃឈ្មោះតាក់ទងមួយជម្រើសតាក់ទងជាមួយនឹងមាន review មានហាងអីផ្សេងៗអញ្ចឹងអានេះគឺជាព័ត៌មានមួយចំនួនអ្នកគ្នាអាចត្រូវត្រួតពិនិត្យមើលមុននឹងសម្រេចចិត្តទិញពីហាងមួយហ្នឹងអញ្ចឹងមានលក្ខខណ្ឌមួយចំនួនតែយើងត្រូវមើលថាអូខេតំណែងហ្នឹងល្អអត់ review មានផ្កាយច្រើនអត់អញ្ចឹងអូខេបើសិនជាសម្រេចចិត្តក្នុងការទិញប្រដាប់មួយហ្នឹងអ្នកចុច buy now តែបើគ្នាអត់ទាន់សម្រេចចិត្តថាអូខេចង់មើលប្រដាប់ផ្សេងទៀតឬក៏អាចចង់ទុកពេលក្រោយមើលសិនអាច add to cart អាហ្នឹងគឺជាចំណុចមួយហើយបើយើងចង់ទិញប្រដាប់ផ្សេងទៀតនៅក្នុងហាងហ្នឹង2ឬក៏3យើងអាច add to cart ទៅហើយយើងចុចចូល add to cart ទៅយើងចូលទៅកន្លែងកន្ត្រកនឹងឃើញតំណែងទាំងអស់ហ្នឹងយើងចង់មក add អញ្ចឹងយើងចង់ទិញក្នុងហាងទីយើងអាចអុសមើលផលិតផលបានអញ្ចឹងមួយនេះចោះអញ្ចឹងខ្ញុំចុច add មួយទៀតអូខេចឹងគាត់ថាយើងសម្រេចចិត្តទិញពីហាងហ្នឹងផលិតផល2ហ្នឹងអញ្ចឹងនៅក្នុង app នេះដូចគ្នាយើងមកខាងក្រោមយើងឃើញកន្លែងកន្ត្រកអញ្ចឹងយើងចូលមកកន្លែងកន្ត្រកមើលអូខេអញ្ចឹងផលិតផលដែលយើងបាន add មិញហ្នឹងវាចូលក្នុងកន្ត្រកយើងហើយអញ្ចឹងគាត់ថាយើងសម្រេចចិត្តទិញផលិតផលមួយហ្នឹងអញ្ចឹងដើម្បីយើងអាចទិញផលិតផលហ្នឹងបានក្នុងកម្មវិធី Taobao ទី1យើងត្រូវមានអាស័យដ្ឋានក្រុមហ៊ុនណាដឹកជញ្ជូនដែលគេទទួលដឹកពីចិនមកខ្មែរយើងអាចមើលទៅលើ social media Facebook ផ្សេងដែលគេនិយាយថាឃើញមានសេវាដឹកជញ្ជូនពីចិនមកខ្មែរគឺតម្លៃម៉ាកនេះមកបើយើងសម្រេចចិត្តយកក្រុមហ៊ុនហ្នឹងយើងសូមអាស័យដ្ឋានគេយកមកបំពេញនៅក្នុងកម្មវិធីហើយកម្មវិធី Taobao ហ្នឹងអញ្ចឹងខ្ញុំក៏បានធ្វើវីដេអូរួចរាល់អ្នកអាចចូលទៅមើលវីដេអូ detail បានចឹងបន្តមកទៀតតើតើមួយវិធីសាស្ត្របង់ប្រាក់ចឹងដោយសារតែយើងទិញទំនិញពីក្រៅទេយើងអាចប្រើជាវិធីសាស្ត្រធនាគារយើង ABA ឬក៏ transfer អី QR ឲ្យបាននេះប៉ុណ្ណាយើងអាចប្រើវិធីសាស្ត្រតាមរយៈ Visa card ឬក៏ Mastercard ជាកាតធនាគារឬក៏ពីច្រើនទៅចឹងគេប្រើ Alipay ឬក៏ WeChat ទៅប៉ុន្តែអ្នកគ្នាអាចប្រើជា virtual card បានបើគ្នាឥឡូវយើងមានកុង ABA យើងអាចបង្កើតបើកកាត virtual card កាតហ្នឹងគឺជាកាតនិមិត្តមិនមែនជាកាតដែលយើងប៉ះផ្ទាល់អញ្ចឹង free ទេអញ្ចឹងអ្នកគ្នាអាចមាន ABA មាន Exceeda អាចបង្កើតជាកាតនិមិត្តហ្នឹងទៅវា free អញ្ចឹងយើងដើម្បីយកលេខកាតព័ត៌មានទិន្នន័យទាំងអស់ហ្នឹងយកមកបំពេញនៅក្នុង Taobao ដើម្បីយើងអាចធ្វើជាវិធីសាស្ត្រក្នុងការទូទាត់ថ្លៃទំនិញបានអូខេដូចខ្ញុំនិយាយចឹងដើម្បីយើងរើសទំនិញរួចហើយយើងត្រូវមានអាសយដ្ឋានចិនឃ្លាំងចិនមួយណាដែលយើងចង់ឲ្យក្រុមហ៊ុនណាដឹកជញ្ជូនឲ្យយើងទៅយើងសម្រេចចិត្តមួយទៀតតើតើមួយវិធីសាស្ត្រក្នុងការបង់ប្រាក់ដូចខ្ញុំនិយាយចឹងយើងប្រើជាកាតធនាគារប្រើជា virtual card ឬក៏កាតឯកបាលឬក៏អត់ទេឬក៏យើងចង់ប្រើ Alipay WeChat ទៅតែយើងដើម្បី save យើងអាចប្រើជា Visa card របស់ពួកយើងដែលយើងប្រើចង់ថ្ងៃដែល free virtual card ណាចឹងអូខេចឹងខ្ញុំសម្រេចចិត្តទិញខ្ញុំនឹងបង្ហាញអ្នកគ្នា
ទៀតខ្ញុំនឹងបង្ហាញឧទាហរណ៍ផ្ទាល់ៗហ្មងទៅលើប្រហិតដែលខ្ញុំនឹងទិញនៅពេលតិចទៀតហ្នឹងអញ្ចឹងដូចខ្ញុំនិយាយចឹងអ្នកគ្នាត្រូវតែមើលផលិតផលមុននឹងសម្រេចចិត្តដាក់ទិញត្រូវតែមើលទាក់ទងជាមួយនឹងគុណភាពនៃទំនិញទាក់ទងមួយហាង review មើលឲ្យច្បាស់លាស់សិនមុនតែគ្នាសម្រេចចិត្តទិញតាមទាក់ទងមួយ detail របស់ product វិញនឹងពិតជាត្រឹមត្រូវមែនដោយសារយើងទិញពីចិនយើងអាចងាយស្រួលក្នុងការ return បានទេចាតែទាក់ទងជាមួយនឹងសារវាជាអក្សរចិនអ្នកគ្នាត្រូវមើល translate អីឲ្យច្បាស់លាស់ដោយសារតែយើងវាមិនជាភាសាអង់គ្លេសដោយសារយើងប្រើនេះប្រើជាភាសាចិនផ្ទាល់អញ្ចឹងត្រូវតែប្រាកដថាទំនិញឬក៏ហាងដែលយើងត្រូវទិញហ្នឹងវាអាចទទួលយកបានគុណភាពល្អមាន rating មាន star មាន review ល្អអញ្ចឹងអូខេអញ្ចឹងយើងសម្រេចចិត្តថាទិញផលិតផលឬក៏យើង place order ហ្មងចានេះគឺជាជំហានណាក្នុងការដែលយើងបង់លុយទិញហ្មងខ្ញុំនឹងលើកឧទាហរណ៍ផ្ទាល់ៗខ្ញុំនឹងទិញ cash មួយនេះអញ្ចឹង cash ហ្នឹងខ្ញុំត្រូវទិញអញ្ចឹងខ្ញុំចុច select លើហាងមួយហ្នឹងថាខ្ញុំនឹងទិញcash របស់ហាងមួយហ្នឹងអញ្ចឹងខ្ញុំបានមើលផ្ទាល់ហើយតាក់ទងជាមួយនឹង model តាក់ទងជាមួយនឹងចំនួនគ្រប់គ្រាន់ត្រឹមត្រូវអស់ហើយអញ្ចឹងខ្ញុំចុចប៊ូតុងពណ៌ក្រហមនេះខាងក្រោមពណ៌ក្រហមហ្នឹងអញ្ចឹងអូខេខាងលើគឺជាអាសយដ្ឋានបើចង់ឲ្យអ្នកគ្នាអត់ទាន់បំពេញអាសយដ្ឋានទេអ្នកគ្នាត្រូវបំពេញអាសយដ្ឋានសិនអញ្ចឹងដូចខ្ញុំនិយាយចឹងអ្នកគ្នាត្រូវទៅរកអាសយដ្ឋានរបស់ក្រុមហ៊ុនដឹកជញ្ជូនមានណាដែលគេទទួលដឹកពីអីវ៉ាន់ពីចិនមកខ្មែរក្រុមហ៊ុនណាអ្នកគ្នាពេញចិត្តទទួលទុកចិត្តបានយកមកបំពេញហើយខ្ញុំក៏បានធ្វើវីដេអូពីរបៀបបំពេញរួចរាល់ហើយអូខេអញ្ចឹងយើងអាចមើលទិន្នន័យបញ្ជាក់បន្ថែមអូខេបន្តមកទៀតយើងមើលបញ្ជាក់បន្ថែមទាក់ទងជាមួយចំនួន model នៃផលិតផលដែលយើងត្រូវទិញចុចអស់មកក្រោមទាក់ទងជាមួយតម្លៃអញ្ចឹងដោយសារតែយើងទិញទៅពេលខ្លះហាងហ្នឹងវាអាចមានគូប៉ុងហាងហ្នឹងវាមាន discount អីផ្សេងៗហាងហ្នឹងវាមានសេវាអីមានសេវាដឹកជញ្ជូនអត់ព្រោះពេលខ្លះគេគិតឆាតដែរអញ្ចឹងអានេះគឺជាតម្លៃទាំងអស់បន្តមកទៀតទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការដែលយើងបង់ប្រាក់អញ្ចឹងយើងអាចដូចខ្ញុំនិយាយចង់យើងអាចប្រើជាកាតធនាគារ virtual card ឬក៏កាត Visa Master Union Pay អីផ្សេងៗឬក៏យើងប្រើជាមួយនឹង Alipay ដែលគេពេញនិយមប្រើនៅឯប្រទេសចិនតើមួយព័ត៌មានឬក៏របៀបក្នុងការបំពេញអាកាសធនាគារទាំងអស់ខ្ញុំក៏បានបង្កើតវីដេអូរួចរាល់អ្នកអាចចូលទៅមើលបានបើខ្ញុំមានចំណងអីបន្ថែមដូចខ្ញុំនិយាយចឹងនៅក្នុងវីដេអូនេះគឺ true hết សម្រាប់អ្នកដែលដំបូងហើយគាត់ចង់មានsummary វីដេអូមួយដែលរៀនទិញអាចមើលវីដេអូនេះបានអញ្ចឹងដូចខ្ញុំនិយាយចឹងយើងមានសាច់ឋានយើងមានតំណែងដែលយើងបានគ្រោងទុកទិញរួចរាល់ហើយហើយយើងមានបានបញ្ចូលទាក់ទងជាមួយនឹងការធនាគារតាក់ទងជាមួយនឹងទីផ្សារក្នុងការបង់ប្រាក់រួចហើយអញ្ចឹងយើងគ្រាន់តែចុច place order ចុចប៊ូតុងពណ៌ក្រហមក្នុងការដែលយើង place order បង់លុយទៅខាង Taobao ហ្នឹងដើម្បីគេរៀបចំមកបានឲ្យយើងអូខេអញ្ចឹងយើងបាន place order រួចរាល់ហើយយើងបាន successful payment ហើយអញ្ចឹងនៅក្រោយពេលដែលយើងទិញតើយើងត្រូវទៅ track មើល order នៅកន្លែងណាអញ្ចឹងអានេះក្រោយពេលដែលយើងទិញហើយវាអត់ទាន់មាន order លក្ខណៈថា shipping ឬក៏ track ក្នុងការដែលតាក់ទងមួយ process ក្នុងការដែលតាក់ទងជាមួយនឹងហាង shipping ណាស់ណាដោយសារតែអី order យើងទៅបាន place អញ្ចឹងនៅពេលប្រហែលម៉ោងក្រោយមកខាងហាងគេបានរៀបចំគេនឹងរៀបចំប្រាប់យើងថាអូខេគេបានយកអាវ៉ាន់ហ្នឹងទៅដាក់ខាងក្រុមហ៊ុនដឹកជញ្ជូនក្រុមហ៊ុនដឹកជញ្ជូនគេនឹងដឹកបន្តទៅខាងឃ្លាំងចិនរបស់យើងអញ្ចឹងយើងអាចមើលទៅកន្លែងដែលយើងអាចមើលបានចុចខាងក្រោមខាងស្ដាំហ្នឹងយើងចុចចូលកន្លែងអូខេអញ្ចឹងមកដល់កន្លែងហ្នឹងគឺកន្លែងដែលយើងមើលតាក់ទងមួយអីវ៉ាន់ទាំងអស់ដែលយើងបានទិញអ្នកនេះទុំតែទិញហើយអញ្ចឹងដោយសារតែអីវ៉ាន់យើងទុំតែទិញហាងគេទុំតែអាចនិយាយថា order ទេគេអត់ទាន់រៀបចំឲ្យយើងអញ្ចឹងក្រោយប្រហែលម៉ោងមកគេនឹងរៀបចំហើយគេនឹងដាក់ថាគេនឹងរៀបចំ packaging ឲ្យយើងឯងអញ្ចឹងកន្លែងនោះផងដែរយើងអាចមើលតាក់ទងមួយ process ផ្សេងៗដដែលទៀតនៅពេលដែលប្រហែលម៉ោងក្រោយមកឬក៏រយៈពេលមួយថ្ងៃយើងនឹងឃើញតាក់ទងមួយ process នៃការ shipping ឯងយើងអាចឃើញគេដាក់ ship គេដាក់បន្ទាប់មកទៀតកំពុងតែរៀបចំអីវ៉ាន់អញ្ចឹងកន្លែងនោះដូចគ្នាជាកន្លែងដែលយើងអាចមើលតាក់ទងមួយ process order អីផ្សេងៗអញ្ចឹងមានតំណែងផ្សេងទៀតដែលខ្ញុំបាន place order ទុំតាមហើយថ្មីៗឯងចឹងដោយសារតែអានេះដោយសារតែទំនិញថ្មីគេហាងគេទប់តែទទួល order អញ្ចឹងអ្នកគ្នាអាចមើលបានអញ្ចឹងនៅពេលណាដែលវ៉ាន់ប៉ុន្មានម៉ោងក្រោយមកគេបានន័យថាគេទទួល order បន្ទាប់មកគេដាក់ packaging បន្ទាប់មកគេដាក់ ship បន្ទាប់មកគេដាក់ deliver ពេលណាដែលទំនិញយើងទៅដល់ client ទៅអញ្ចឹងយើងអាចមើលតាក់ទង process នៃការដែលយើងដឹងពី shipping របស់បណ្ដាយើងបានក្រោយពេលដែលយើងទិញរួចរាល់ហើយដើម្បីថាអូខេតើអ្នកលក់ពិតជាដាក់អាវ៉ាន់ឲ្យយើងមែនអត់អញ្ចឹងកន្លែងនេះគ្នាយើងត្រូវមើលក្រោយទោះបីយើងទិញហើយក៏ដោយគឺយើងត្រូវមើលថាតើទំនិញយើងកំពុងតែ ship ឬក៏ packaging ហើយនៅចឹងអានេះគឺជាចំណុចដែលខ្ញុំទើបតែទិញអានេះខ្ញុំទិញរួចហើយ
អូខេអញ្ចឹងអានេះវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងជាវីដេអូខ្លីៗត្រួសៗសម្រាប់អ្នកដែលថ្មីថ្មោងអ្នកអាចមានវីដេអូជាច្រើនផ្សេងទៀតអ្នកអាចមើល detail បានទាក់ទងនៅក្នុងវីដេអូក្នុង playlist ចានេះជាវីដេអូខ្លីៗជាវីដេអូ summary ខ្លីៗត្រួសៗឲ្យគ្នាយល់ពី process ក្នុងការដែលងាយៗស្រួលៗតែនៅមាន detail ជាច្រើនផ្សេងទៀតដោយសារតែយើងអានេះជាវីដេអូសម្រាប់អ្នកដែលគាត់ចង់យល់ដឹងហើយគាត់ចង់មើលវីដេអូហ្នឹងយល់អញ្ចឹងអានេះគឺជាវិធីសាស្ត្រដែលអាចពង្រៀនអ្នកគ្នាទិញទំនិញក្នុង Taobao ក្នុងឆ្នាំ2026បានអញ្ចឹងនៅមានវីដេអូជាច្រើនអាចមើលបាននៅក្នុង playlist ទាក់ទងមួយរបៀបក្នុងការបំពេញអាសយដ្ឋានក្នុងការបំពេញការធនាគាររបៀបមើលទាក់ទងជាមួយទំនិញនៅហាងដែលអ្នកគ្នាគួរតែទិញរបៀបអីផ្សេងៗជាច្រើនផ្សេងទៀតខ្ញុំក៏មានរបៀបទាក់ទងជាមួយនឹងទិញទំនិញតាមរយៈ K91 ដែលយើងបំពេញអាសយដ្ឋានខ្មែរហើយខាង Taobao ហ្នឹងគេដឹកមកដល់ផ្ទះយើងហ្មងខាងដឹកឲ្យមានក្រុមហ៊ុនដឹកជញ្ជូនណាដឹកឲ្យយើងឬក៏យើងប្រើប្រាស់ឈ្មួញក៏ដោយទេគឺខាង Taobao គេរៀបចំឲ្យយើងគ្រាន់តែយើង place order រួចរាល់ហើយខាង Taobao គេរៀបចំឲ្យយើងដឹកមកដល់យើងដល់ផ្ទះហ្មងអញ្ចឹងនៅក្នុងវីដេអូនោះមានតែប៉ុណ្្នឹងទេជាវិធីសាស្ត្រក្នុងការដែលយើងទិញទំនិញទាំងក្នុងកម្មវិធី Taobao ក្នុងឆ្នាំ2026